ព្រះនាងនឹកព្រាយសន្និសាសោយទីបង្គត់ទៀតហើយចាកូនលោកថាមនុស្សប្រុសស្លាប់ហើយនៅអាចជិះសេះបានទៀតទេចាកូនព្រះនាងមិនក៏មានសវណ្ណីបែបនេះពេលដែលមនុស្សប្រុសនៅរស់ជិះសេះក្រោយពេលដែលស្លាប់គាត់ក៏នៅតែជិះសេះដែលក្រាបទូលព្រះនាងតូចច្រឡំហើយនេះជាមនុស្សកណ្ដាស់មិនមែនជាព្រាយសន្និសាទទេខុសហើយលោកកុហកខ្ញុំមនុស្សប្រុសដែលស្លាប់ទៅហើយសិតតែមានរូបរាងបែបនេះទេអ្នកដែលស្លាប់ទៅគួរតែដូចទូលបង្គំបែបនេះអូលោកគឺចង់ញៀនអូយបាទរៀបចំហើយនៅហើយលឿនមើលពួកឯងនេះប្រញាប់ឡើងធ្វើយឺតយ៉ាវអូយគួរស្អប់មែនតែនហើយលឿនព្រះនាងមិនក៏លោកដឹងថាខ្ញុំនៅទីនេះទូលបង្គំជាសេនាក្នុងវាំងដំណើររបស់ព្រះនាងទូលបង្គំឯងមិនដឹងទេខ្ញុំស្អប់ជាងគេគឺមានអ្នកតាមដានខ្ញុំពីក្រោយចង់យានលោកមិនមែនមិនដឹងទេបើទូលបង្គំទូលព្រះនាងមានមនុស្សម្នាក់ចង់ជួបព្រះនាងតើព្រះនាងគិតយ៉ាងម៉េចខ្ញុំអាចត្រេះរិះប្រុសម្នាក់នេះនៅរស់បានហើយនៅក្នុងប្រទេសព្រះនាងតើឃើញទូលបង្គំនៅរស់គ្រប់គ្រាន់ហើយមែនទេលោកនិយាយប្រុសម្នាក់នេះគឺលោកខ្លួនឯងចង់យានលោកចាំណាបាទលោកលេងសើចនឹងខ្ញុំបែបនេះតទៅទៀតលោកនឹងហើយនេះយ៉ាងម៉េចទៀតនោះខ្លាចតែជាមនុស្សជិះសេះក៏ដែរចាកូនពួកយើងទៅវិញ
ទោះបន្តិចបានទេតែនាងគួរឲ្យអ្នកណាខ្លួនឯងតឡងគឺចម្លងធေါ်ឲ្យអ្នកដែលស្លាប់ទៅនោះចាប់ជាតិឬក៏ព្រះនាងតតមិនដឹងទេធូអើស្លាប់បាត់តាទេអ្នកដែលគួរស្លាប់នោះគួរតែខ្ញុំឯនេះទេតាំងពីយប់ដែលព្រះសន្និសាចប់សំដំណេរស្រាប់តែសោយទីបង្គត់ចិត្តរបស់ខ្ញុំដូចជាទឹកអត់ដងដែលរីងស្ងួតជារៀងរាល់យប់តែងតែកាត់ទុកនៅទីនេះដូច្នេះនៅក្រោមពន្លឺទៀនដ៏ឯកោសម្លៀកបំពាក់ពណ៌សមិនអាចផ្លាស់ចេញទេពឹងលើសម្លេងសតធម៌ធ្វើឲ្យពេលវេលាកន្លងហួសហើយមិនដឹងថាពេលណាទៅដល់ទីបញ្ចប់រស់នៅដូចជាមនុស្សស្លាប់បែបនេះទេធ្វើឲ្យខ្ញុំវេទនាជាងព្រះនាងទៅទៀតប៉ុន្មានថ្ងៃទៀតខ្ញុំម្ចាស់ត្រូវរៀបការជាមួយមនុស្សចាស់អាយុ70ឆ្នាំពេលដែលខ្ញុំម្ចាស់ឡើងក្រេស្នេហ៍ក៏ជាថ្ងៃដែលត្រូវស្លាប់ដែរសម្រាប់គេខ្ញុំម្ចាស់សម្រាប់គេធ្វើអីខ្ញុំម្ចាស់សម្រាប់ខ្លួនឯងខ្ញុំពិតជាស្មានមិនដល់ថាឪពុកនាងជាព្រះអង្គម្ចាស់សួយមានឋានៈជាមន្ត្រីធំតែមិនអាចការពារកូនស្រីខ្លួនឯងបានគាត់ដឹងថាបង្ខំនាងរៀបការនឹងមេតបហាឈីលីតាអាយុ70ឆ្នាំគឺបំផ្លាញអនាគតរបស់នាងនៅតែបង្ខំឲ្យនាងឡើងក្រេស្នេហ៍ទៀតធ្វើដូច្នេះគឺគ្មានមនោសញ្ចេតនាជាឪពុកនឹងកូនទេព្រះនាងឈប់មានស្វាមីទៀតទេខ្ញុំមិនចាំមករកព្រះនាងចង់ខ្ចីកន្លែងព្រះនាងសូត្រធម៌សូមឲ្យខ្ញុំម្ចាស់កើតជាតិក្រោយបានទេវតាមានភ្នែកមែនខ្ញុំម្ចាស់សង្ឃឹមថាចាប់ជាតិជាមនុស្សធម្មតាមិនធ្វើជាកូនស្រីគ្រួសាររាជវង្សទៀតទេធូអើកន្លែងខ្ញុំសូត្រធម៌តែអាចឲ្យខ្ញុំខ្ចីកូនកំបាត់ឯងប្រើទេព្រះនាងខ្ចីកំបាត់ធ្វើអីឲ្យមកខ្ញុំមកដឹងហើយ